សួស្តីខ្ញុំឈ្មោះបញ្ញាខ្ញុំរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនៅខេត្តនេះមានត្រីទឹកសាបច្រើនប្រភេទក្នុងនោះមានត្រីឥដ្ឋស្រកានិងត្រីមានស្រកាត្រីទឹកសាបដែលមានរសជាតិឆ្ងាញ់ហើយមានតម្លៃថ្លៃគឺត្រីឆ្កោកត្រីសណ្តាយត្រីគ្រុំត្រីព្រួលត្រីប្រឡូងចំណែកត្រីដែលមានរសជាតិឆ្ងាញ់បំផុតគឺត្រីប៉ាសៃអ៊ី ក្រៅពីត្រីទាំងនេះបង្កងទឹកសាបក៏មានរសជាតិឆ្ងាញ់មិនចាញ់ត្រីប៉ាសៃអ៊ីឡើយត្រីដែលមានមាឌធំជាងគេបង្អស់ដែលគេចាត់ទុកថាជាត្រីស្ដេចក្នុងទន្លេគឺត្រីរាជចំណែកខ្ញុំឈ្មោះធារាខ្ញុំរស់នៅខេត្តព្រះសីហនុទីនោះជាតំបន់សមុទ្រនៅសមុទ្រសម្បូរក្តាមបង្គាមឹកងាវខ្យងគីបបែលនិងត្រីច្រើនប្រភេទទៀតត្រីសមុទ្រមានរសជាតិឆ្ងាញ់ណាស់